និយាយអញ្ចឹងឯងអត់ទៅធ្វើការទេអញក្បាលអញត្រូវស្អីហ្នឹងនឹងហើយដែលជាមូលហេតុតែធ្វើឲ្យគ្នាមកផ្ទះនោះឯងបាយហើយនៅហ្នឹងអូមិនអីទេពួកម៉ាក់មកតោះចែមកំពុងរៀបលំមនិយាយអញ្ចឹងស្រីតូចម្នាក់ហ្នឹងជាសង្សារឯងមែនទេដល់ថ្នាក់ស្លៀកពាក់ខោអាវរួមគ្នាផងណាស្អាតណាស់វើយហេសង្សារក្បាលឯងអីនាងនោះគឺជាអ្នកគូប្លង់តើតោះញ៉ាំបាយទៅនិយាយអញ្ចឹងមិនក៏ឯងដឹងថាគ្នានៅទីនេះវ៉េគ្នាបានទៅផ្ទះឯងហើយអ៊ំស្រីក៏ប្រាប់ថាឯងនៅទីនេះចែមអូចាលោកប្រុសឆាប់ទៅហៅនាងនោះមកញ៉ាំបាយជាមួយគ្នាហើយចាបើមិនចឹងទេអ្នកនៅម្ដុំនេះលាបបាយមិនចូលទេចាលោកទីឯងពិតជាមិត្តដ៏ល្អរបស់គ្នាមែនសម្លាញ់អ្នកនាងនោះសាអ្នកនាងបានហើយតោះទៅញ៉ាំបាយលោកធីគាត់អញ្ជើញអ្នកនាងទៅពិសាបាយមិនចែមទេតែខ្ញុំមិនតាន់ឃ្លាននោះទេចាំខ្ញុំបង្ហាញការងារសិនណាទេមិនបានទេបើអ្នកនាងមិនទៅលោកប្រុសគាត់ច្បាស់ជាបន្ទោសខ្ញុំខានអ្នកនាងអញ្ជើញទៅពិសាទៅប្រហែលលើកនេះមិនមានអីកើតឡើងចំពោះលោកធីទៀតទេឲ្យលឿនឡើងអ្នកនាងមកបានហើយចែមតើមុនខ្ញុំចុះនេះចាំខ្ញុំទៅតាមក្រោយក៏បានដែរមិនទេចែមយើងមកដល់នៅហ្នឹងចាបន្តិចទៀតអ្នកនាងនឹងមកដល់ហើយណាលោកប្រុសឲ្យខ្ញុំសុំទោសណាដែលធ្វើឲ្យលោកប្រសពចាំយូរបាទមិនអីទេអង្គុយចុះមកមិនទាន់នឹងស្អីផងរាយមុនស្នេហ៍ទៅហើយនេះនិយាយស្អីហ្នឹងស្ដាប់មិនឮក៏អត់ទេខ្ញុំញ៉ាំបាយខ្ញុំឃ្លានហើយមនុស្សឡាប់សតិមួយធ្វើរកចុះលោកហើយលោកនេះអ្នកនាងញ៉ាំអានេះទេចាអរគុណច្រើនអរគុណគ្រាន់តែគេដុំហូបឲ្យប៉ុណ្ណឹងក៏ទុនចិត្តទៅរកគេទៅហើយអូលោកប្រសពលោកធីឲ្យខ្ញុំយកផ្លែឈើនិងភេសជ្ជៈមកជូននិងកំរាលនេះមកជូនណាលោកខ្ញុំអរគុណចែមហើយអ្នកនាងឃើញទេអាធីពិតជាល្អមែនចែមផ្ដាំទៅវាផងចុះថាឲ្យវាចុះមកអូអ្នកនាងពិតជាពូកែមែនថ្ងៃណាមួយខ្ញុំនឹងឲ្យអ្នកនាងគូប្លង់ស្ថានភាពរបស់ខ្ញុំជាមិនខានចាអរគុណហើយមើលទៅដូចជាសប្បាយណាស់ណោះមានរឿងអីប្រសពលោកខ្ញុំសុំទៅមើលកម្មករខាងនោះសិនហើយណាបាទអ្នកនាងអញ្ជើញចុះម៉េចខ្ញុំនឹងខ្លាបានជាឃើញខ្ញុំមកភ្លាមដើរចេញទៅភ្លាមឬក៏ខ្ញុំមករំខានអ្នកនាងនឹងប្រសពកំពុងសាសងគ្នាណែធីឯងដូចជាជ្រុលពេកហើយណានិយាយអញ្ចឹងអ្នកនាងផ្ទះដល់ណាល្ងាចហើយចាំខ្ញុំជូនទេចាលោកខ្ញុំមិនហ៊ានរំខានទេគ្រាន់តែដើរចេញទៅផ្លូវខាងមុខក៏មានម៉ូតូដប់ហើយតែខ្ញុំគិតថាមិនរំខានទេផ្ទុយទៅវិញជាកិត្តិយសរបស់ខ្ញុំវិញតាដែលអ្នកនាងផ្ដល់ឱកាសឲ្យខ្ញុំជូនទៅនោះចាណែនាងមិនចាំបាច់ធ្វើរឹកធ្វើពៀនោះទេប្រសពគេស្ម័គ្រចិត្តជូនអ្នកនាងទៅដល់ចិត្តស្មោះហើយជូនដោយសុវត្ថិភាពទៀតមិនងាយបានទេណាព្រោះគេជាមនុស្សល្អណាស់ចាប៉ាត់ហើយអូផ្លេចអរគុណសម្រាប់សម្លៀកបំពាក់ព្រឹកមិញណានាយ
អាឡូខ្ញុំសន្និវាកំពុងនិយាយមែនហើយលោកប៉ូលីសតែមានដំណឹងអ្វីខ្លះទេបាទលោកនេះយើងស៊ើបដឹងពីមុខសញ្ញារបស់វាហើយគឺវាប្រើលិខិតឆ្លងដែនបំរុងចិត្តពិតដូចជាការប៉ាន់ស្មានរបស់ខ្ញុំមែនអាចចិត្តលោកត្រូវការដាក់ពាក្យមិនដឹងទេពួកយើងនឹងប្រើកម្លាំងពាត់មិនអីទេលោកប៉ូលីសព្រោះរឿងវាកន្លងផុតទៅហើយខ្ញុំគ្រាន់តែចង់ដឹងថានរណាវាជាអ្នកប្រព្រឹត្តរឿងនេះប៉ុណ្ណោះតែប៉ុណ្ណេះខ្ញុំអស់ចិត្តហើយអរគុណហើយលោកប៉ូលីសអូយើងសុទ្ធតែគ្នាឯងតាខ្ញុំគិតត្រឡប់ទៅផ្ទះវិញហើយកុំឲ្យរំខានអ្នកទាំងពីរខ្ញុំលាសិនហើយអ្នកទាំងពីរចាសូមអញ្ជើញអរគុណច្រើនរ៉ាមីកាឯងជាលេខារបស់នាយអូគឺលោកធីនោះមែនទេមិនឯងមិនប្រាប់គ្នាឲ្យដឹងផងហើយចុះយប់ដែលឯងបាត់មកយប់នោះគឺទៅបាត់ជាមួយនឹងគេមែនទេមែនហើយរួចចុះវាយ៉ាងម៉េចទៅអូវាអញ្ចឹងមែនហើយឯងជាស្រីកំមុំហើយដើរទៅណាមកណាជាមួយគេពេញមួយយប់តើវាល្អណាស់ទៅហ៎ហើយខ្ជិលនិយាយជាមួយឯងណាគ្នាទៅរ៉ាមីកាបងដឹងទេនោះសាគេកំពុងតែយល់ខុសលើអូនថាបរិះដែលអូនកំពុងដើរលេងជាមួយគឺជាប្រធានរបស់អូនអញ្ចឹងបងកុំបារម្ភថាគេដឹងរឿងយើងឲ្យសោះណាស្លាប់ហើយបងផននេះបើដូចជាគេថាមែនបងយកស្រីមកដេកនៅស្ថានគេនេះមែនទេមិនទេហេតុអីក៏បងធ្វើបែបនេះដាក់អូនស្រីចង្រៃប្រុសពេញដីស្រីពេញនគរហេតុអីក៏នាងមកយកគូទៅដឹងរបស់យើងនាងឯងនេះពិតជាខ្វះប្រុសមែនហើយនាងមានសិទ្ធអីបានជាហ៊ានផ្ទះកាភ្លៀងខ្ញុំបងខ្ញុំមិនសុខចិត្តទេនាងនេះផ្ទះកាភ្លៀងខ្ញុំណាបានហើយជប់ភ្លាមខ្ញុំមិនចូលចិត្តបែបនេះទេហេតុអីបានជាបងផ្ទះកាភ្លៀងខ្ញុំហេតុអីបងមិនស្រឡាញ់អូនទេមែនទេសំមកហើយបងត្រូវចាត់ការរឿងនេះខ្ញុំទុកពេលបង10នាទីចាត់ការឲ្យដាច់ស្រេចជាមួយនាងនេះទៅបើមិនអញ្ចឹងទេខ្ញុំនឹងប្រាប់ម៉ាក់ប៉ាខ្ញុំហើយឲ្យបងសុំទោសណាមិញបងជ្រុលដៃបន្តិចហើយតែបងមិនចង់ធ្វើបែបនេះទេបើមិនធ្វើអញ្ចឹងមិននឹងយើងបានជួបគ្នាទៅបងស្រឡាញ់អូនហើយស្រឡាញ់អូនតែម្នាក់គត់ឥឡូវអូនស្លៀកពាក់ទៅណាហើយយើងជិះម៉ូតូទៅផ្ទះវិញអូនជឿបងតែបងមិនត្រូវក្បត់អូនទេណាអូនទុកចិត្តលើបងចុះបងមិនក្បត់អូនទេរ៉ាមីកាភ្លឺហើយណាឯងទៅធ្វើការទេណារ៉ាមីកាគ្នាទៅធ្វើការមិនរួចទេព្រោះមុខគ្នាបែបនេះទៅពិតជាខ្មាស់គេស្លាប់ហើយឯងប្រញាប់ទៅធ្វើការទៅអូគឺលោកប្រសពនិងលោកយូផនទេហើយមកទាំងព្រឹកទាំងពីរនាក់តែម្ដងនេះខ្ញុំមកទទួលនាងមកធ្វើការខ្ញុំក៏មកទទួលនាងទៅធ្វើការដែរប៉ុន្តែណែខ្ញុំអូមិនអីទេអ្នកនាងអញ្ជើញចុះហើយចុះអ្នកនាងម្នាក់ទៀតមិនអីទេព្រោះខ្ញុំមានការទៅរកអធិក្រែងអ្នកនាងនោះទៅធ្វើការនៅទីនោះដែរមិនអញ្ចឹងអូថ្ងៃនេះគេមិនទៅធ្វើការទេព្រោះគេឈឺហើយកំពុងតែសម្រាកណោះ
ភ្លឺហើយណាឯងទៅធ្វើការទេហ្នឹងរ៉ាមីកា គ្នាទៅធ្វើការមិនរួចទេព្រោះមុខគ្នាបែបនេះទៅពិតជាខ្មាស់គេស្លាប់ហើយឯងប្រញាប់ទៅធ្វើការទៅ អូគឺលោកប្រសពនិងលោកយូផនទេអ្ហ៎ហើយមកទាំងព្រឹកទាំងពីរនាក់តែម្ដងនេះ ខ្ញុំមកទទួលនាងទៅធ្វើការ ខ្ញុំក៏មកទទួលនាងទៅធ្វើការដែរ ប៉ុន្តែណែខ្ញុំ អូមិនអីទេអ្នកនាងអញ្ជើញចុះហើយចុះអ្នកនាងម្នាក់ទៀតមិនអីទេព្រោះខ្ញុំមានការទៅរកអធិក្រែងអ្នកនាងនោះទៅធ្វើការនៅទីនោះដែរមិនអញ្ចឹង អូថ្ងៃនេះគេមិនទៅធ្វើការទេព្រោះគេឈឺហើយកំពុងតែសម្រាកណោះ ណែទីគ្នាមានដំណឹងល្អមកប្រាប់ឯងវិញ អីមានរឿងអីនឹងសម្លាញ់បានជាខំកាត់មកទាំងព្រឹកអញ្ចឹងមកគួយចិត្តសិនមកឬក៏ឯងជាមួយនាងនោះណែ ឯងកំពុងគិតស្អីហ្នឹងគឺថាលេខារបស់ឯងនិងអ្នកនាងពៅអ្នកទាំងពីរជាមិត្តនឹងគ្នាហើយនៅផ្ទះជាមួយគ្នាទៀត ហើយចុះឯងដឹងរឿងគេទាំងពីរអ្នកហ្នឹងដោយរបៀបណាវិញ នេះឯងប្រកាសជាមិនដឹងមែនណា ល្ងាចម្សិលមិញណាគ្នាជូនអ្នកនាងពៅទៅផ្ទះទៅបានដឹងរឿងនេះហ្នឹង អូតាមពិតគឺនាងទេ នាងណា អូគ្មានអីទេបានហើយនិយាយចឹងស្មាននេះហើយនោះសានៅមិនតមកធ្វើការទៀតចែមចែម ចាលោក ថ្ងៃនេះរៀបចំតែម្នាក់ឯងទេ ណែគឺថ្ងៃនេះអ្នកនាងពៅមិនមកពិសាបាយនៅទីនេះទេគាត់ទៅពិសាបាយជាមួយកម្មករហើយណាលោកប្រុស តាមចិត្តទៅណាក៏ទៅ រៀងវិញការឲ្យឆោបវាមិនដឹងយ៉ាងម៉េចទេវាបាយពពុះបត់ហើយ អាណាឆាំគេនៅអាណាហ៎ពូសងពូជួយតាក់តងទៅកាន់ឡានប៉ែតឲ្យខ្ញុំមកលឿនណាពូ បាទរៀង វីវហើយលោកធីកម្មករម្នាក់បាយពពុះមាត់នៅខាងក្រៅផ្ទះឯណោះ នៅណាចែមនាំខ្ញុំទៅមើលពូតាណានឹងពូ បាទខ្ញុំទៅហៅឡានពេទ្យ មិនបាច់ទេពូមិនបាច់ទេឆាប់យកគេមេឌីសិនមកទៅឡានខ្ញុំលឿនជាងបោះពូឆាប់ឡើងជួយលើគ្នាមកពូ ពូសងខ្ញុំឲ្យពូទៅហៅឡានប៉ែតឲ្យពូមកវិញធ្វើអី បាទរៀងវិញការលោកប្រុសគាត់ថាយកឡានគាត់ជូនទៅលឿនជាង អូអញ្ចឹងនៅរេរដល់ណាទៀតពូតោះឆាប់យកគេទៅលឿនឡើងពូមកណែនេះជួយបើកឡានឲ្យលឿនជាងនេះបន្តិចបានទេមិនឃើញទេឆាំគេកាន់តែមិនស្រួលហើយណា ណែនាងក្នុងក្រុងបើកលឿនប៉ុណ្ណឹងវាលឿនពេកផង ខ្ញុំថាអ្នកទាំងពីរកុំអានប្រកែកគ្នាពេលនេះអី ឆាំឯងទ្រាំតិចសិនទៅណាឯងពិតជាមិនអីទេ លោកគ្រូប៉ែតគេយ៉ាងមិនហើយលោកគ្រូប៉ែតហើយគេកើតអីដែរ មកពីគេពលអាហារតាមការសន្និដ្ឋានទៅគឺគេពលផ្សិត
ប្រហែលជាគេប្រើជាតិគីមីហួសកម្រិតហើយមានការសម្អាតមិនស្អាតល្អទើបធ្វើឲ្យគេនៅសេសសល់ជាតិគីមី ថាម៉េចផ្សិតមានជាតិពុលពូសង បាត់អ្នកនាង ពូបញ្ញាប់តាក់តងទៅខាងយើងឲ្យគេយកផ្សិតទាំងនោះបោះចោលឲ្យអស់ទៅហើយត្រូវដាក់ក្នុងថងចង់ឲ្យចិត្តណាពូ បាត់អ្នកនាងខ្ញុំលាអ្នកទាំងពីរសិនហើយ ចាស់លោកពូតើខ្ញុំអាចចូលមើលអ្នកជំងឺបានទេលោកគ្រូពេទ្យ បាទអញ្ជើញអ្នកនាង អរគុណលោកគ្រូពេទ្យឆាំយ៉ាងម៉េចហើយណាហ៎ អរគុណអ្នកនាងនឹងលោកប្រុសខ្លាំងណាស់ដែលបានមកជួយខ្ញុំបើមិនអញ្ចឹងទេខ្ញុំមិនដឹងជាធ្វើយ៉ាងម៉េចទេ មិនបាច់គុណស្រ័យអ្វីទេវាជាទ្រឹស្ដីរបស់ខ្ញុំទេហើយមិនចាំបាច់បារម្ភពីការងារទេណាចាំខ្ញុំឲ្យពូសុងគាត់ចាត់ចែងហើយឆាំសម្រាប់ចុះខ្ញុំបញ្ញាប់ទៅមើលកម្មករសិនហើយចាំខ្ញុំជួយផ្ដល់ដំណឹងទៅដល់ក្រុមគ្រួសាររបស់ឆាំឲ្យគេបានដឹងហើយឆាំសម្រាប់ចុះណា អរគុណអ្នកនាងណែអ្នកនាងគិតទៅណានឹង គឺខ្ញុំទៅរកម៉ូតូដប់ជិះទៅផ្ទះនោះអីចេះសួរអញ្ចឹងទៅកើតដែរ ទៅរកស្អីគេឡើងឡានមក មានការទទួលខុសត្រូវល្អណាស់ណោះតែលោកមិនអាចលាក់បាំងនៅកំហុសរបស់លោកបានទេ លាក់ហើយលាក់រឿងអីដែរ ធំមិនមានភ្លើងទេមែនទេ បាទអ្នកនាង បានហើយពូទៅសម្រាប់ចាស់អញ្ចឹងចែមម៉ាយប់នេះត្រូវត្រៀមទានឲ្យបានច្រើនណាព្រោះថាតម្រាំតែកម្មករគេតភ្លើងពីក្រុមហ៊ុនមក បងហើយនេះ ហើយលោកក៏ឧស្សាហ៍ដូចគ្នាដែរ រួចចុះជើងអ្នកនាងកើតអីហ្នឹង អត់មានកាត់អីធ្ងន់ធ្ងរទេគ្រាន់តែដើមមិនប្រយ័ត្នហើយធ្វើឲ្យក្រិចជើងតែប៉ុណ្ណោះអូយ នេះយ៉ាងម៉េចហើយចាំខ្ញុំជួយអ្នកនាង មិនអីទេអរគុណហើយ សម្រាប់នៅនៃសិនហើយ ហើយ ចាំបន្តិចណាចាំខ្ញុំរកថ្នាំមកជួយបាត់ ចាអរគុណរាមីកាអារីជួយរាមីកាផងហេតុអីបានជាគេសម្លាប់ខ្លួនហេតុអីប្រហែលជានេះចិត្តខ្មៅនឹងហើយមើលទៅសាអញតាណានោះសាគ្នាទៅក្រុមហ៊ុននេធីណា ហេតុអីក៏អញយកការស្លាប់មកដោះស្រាយបញ្ហា រ៉ាមីកាគ្នានឹងរករឿងគេហើយចាប់គេដាក់គុកឲ្យបានឯងចាំមើលណាឯងឃើញទេមនុស្សដែលឯងស្រឡាញ់គេមិនទាំងហ៊ានសំបីតែអើតក្បាលមកផង សាឯងកំពុងតែនិយាយពីណាគេនោះ រ៉ាមីកា ខ្ញុំនេះឯងរៀនរហូតតែ មានការងារថ្មីមួយទៀតសម្រាប់ឲ្យសាគូប្លង់តើឧស្សាហ៍ចាប់បានទៀត អូប្លង់ហ៎ប្លង់ឡានឬហេ design ម៉ូដឡានទេអីជាមួយក្រុមហ៊ុនណាទៅលោកប្រធាន ណែគឺខ្ញុំនឹងរៀនមិនសូវចេះអង់គ្លេសនឹងគឺក្រុមហ៊ុនមួយដែលគេទើបសម្ពោធកាលពីសប្តាហ៍នេះគេឲ្យប្រាក់ខែខ្ពស់ណាស់ប្រសិនជាធ្វើបានល្អខ្ញុំពិតជាមានមោទនភាពចំពោះសិនណា
ហើយពេលដែលរសាចេញប្លង់នេះរួចគេនឹងយកទៅប្រកួតជាមួយក្រុមហ៊ុនផលិតនិងលក់ឡានដទៃទៀតដែលគណៈកម្មការគឺជាអ្នកជំនាញមកពីប្រទេសជប៉ុនថាមិនត្រូវសារអាចជាប់ចំណាត់ថ្នាក់ជាអ្នកច្នៃប្រឌិតដ៏ច្រើនក៏ថាបាន ចាលោកខ្ញុំនឹងទទួលយកការងារមួយនេះអូលោកប្រសព សូមទោសលោកអូនសូមការបន្ទោសហើយមិនថាអ្នកនាងទៅឃើញនិយាយជាមួយលោកប្រធានរហូត ចាមិនមានរឿងអីទេគាត់នឹងប្រាប់ពីគម្រោងថ្មីរបស់ក្រុមហ៊ុនតា លែងដៃរបស់ខ្ញុំភ្លាមណាកុំយកដៃដ៏អាក្រក់របស់នាងមកប៉ះខ្ញុំមកសោះលែងភ្លាមលោកចង់ត្រូវទៀតមែនទេហក់ មិនបាត់គម្រាមខ្ញុំទេស្មានតែខ្ញុំឈរស្ងៀមស្ងៀមឲ្យនាងធ្វើតាមចិត្តបានដូចមុនទៀតហ៎ហ៎ ណានេះចង់ធ្វើអីណា អេយប់នេះមិនទាន់បានសរសើរនាងផងយប់នេះនាងស្អាតដល់ហើយធ្វើឲ្យខ្ញុំចង់ស្រង់ក្លិនថ្ពាល់ដ៏ក្រហមរបស់នាងដល់ហើយប្រសពម៉ាក់របស់គ្នាគាត់រកឯង អូមែនណា ទៅជួបគាត់បន្តិចទៅ គ្នាទៅអញ្ចឹង ឈប់សិននាងឲ្យខ្ញុំសុំទោសចំពោះរឿងនោះផងខ្ញុំសោកស្ដាយណាស់តែនៅថ្ងៃនោះខ្ញុំពិតជាមានការងារត្រូវបំពេញមែនទើបបានជាខ្ញុំណែ ហើយបាត់មាត់ដ៏អាក្រក់របស់លោកតាលោកថោកទាបខ្លាំងណាស់ ណែនាងខ្ញុំខំនិយាយស្រួលជាមួយនាងមិនក៏នាងហេតុអីបានជានាង លូសាអេលូសា ហេតុអីក៏គេហៅលូសាអញ្ចឹងឬក៏លោកអ៊ំអត់ទោសរំខានពេលវេលារបស់លោកអ៊ំបន្តិចបានទេតើអ្នកនាងម្នាក់នោះដែលជាបុគ្គលិករបស់លោកអ៊ំមានឈ្មោះអ្វីដែរ អូគឺនុសាគេឈ្មោះនុសាណាក្មួយគេជាបុគ្គលិកធ្វើការមកចត់ល្អណាស់មកយកក្មួយចាប់អារម្មណ៍គេមែនទេហាក្មួយគេជាក្មេងកំព្រាដែលនាយកមណ្ឌលគេយកមកផ្ញើឲ្យមកធ្វើការនៅកន្លែងអ៊ំនឹងណា ចុះរ៉ាមីកា អូប្រហែលជាមិត្តរបស់គេហើយគួរឲ្យអាណិតនាងណាស់នាងបានស្លាប់កាលពីប្រហែលខែមុននេះហើយ អូចឹងទេតានិយាយអញ្ចឹងអ៊ំខ្ញុំត្រូវការអ្នកច្នៃម៉ូដរថយន្តដែលមានថ្វីដៃដូចជាអ្នកនាងនុសា តែនុសាខ្ញុំបានឲ្យគេធ្វើគម្រោងមួយរួចទៅហើយ តែខ្ញុំឲ្យតម្លៃទ្វេណាអ៊ំ ខ្ញុំបានសន្យានឹងគេហើយខ្ញុំមិនអាចធ្វើអញ្ចឹងបានទេឲ្យខ្ញុំសូមអធិស្ឋានក្មួយផងណាក្មួយ មិនអីទេអ៊ំ ធី បាទម៉ាក់ ហេតុអីមិនទាន់គេងទៀតអញ្ចឹងកូនកំពុងគិតដល់ណាហើយកូន អូម៉ាក់កូនគិតថាក្រុមហ៊ុនដែលទើបនឹងបើកថ្មីនៅទល់មុខក្រុមហ៊ុនយើងណាម៉ាក់វាហាក់បីដូចជាដឹងនៅអ្វីៗដែលយើងបំរុងនឹងធ្វើហើយគម្រោងដែលកូនបំរុងនឹងចេញវាក៏បានដឹងមុនហើយវាក៏បានធ្វើរួចទៀតកូនដូចជាសង្ស័យដល់ហើយម៉ាក់ តើកូនសំដៅទៅលើអ្នកណាទៅ ចាំឲ្យកូនប្រកាសជាងនេះសិនចាំកូនជម្រាបជូនម៉ាក់ឲ្យជ្រាប អញ្ចឹងកូនទៅសម្រាប់ចុះកុំគិតច្រើនពេក